បងប្អូននេះគឺជាឧបករណ៍សម្រាប់ព្រោះស្រូវសម័យថ្មីឯងដែលបងសម័យទំនើបរនឹកឃើញបងប្អូនព្រោះថារដងយើងព្រោះជាដៃវិញឯងបងអាចមកនេះទៅ4 5នាក់អីព្រោះតាមនឹងអញ្ចឹងណាហើយវាយឺតវាយូរតែឥឡូវនេះគាត់រនឹកឃើញបងប្អូនគាត់យកធុងធុងទឹកយើងហ្នឹងមកកណ្ដុងដូចជា3000ឯអាធុងទឹកហ្នឹងយើងដូរទឹកញ៉ាំណាប៉ុន្តែនេះគាត់យកមកឆ្នៃទៅចោះប្រឡោះប្រហោងមានកន្លែងចាក់ស្រូវមាននេះយើងចោះរុនវាអញ្ចឹងទៅដល់ពេលយើងបរទៅវាមិនបងវាធ្លាក់តាមនឹងរហូតវាធ្លាក់ចាអញ្ចឹងបងបរអញ្ចឹងលឿនទេបងយើងបរលឿនក៏បានប៉ុន្តែយើងបើកតិចតិចទៅចាបរតិចតិចឲ្យសប់អញ្ចឹងទៅបងអានេះអាចនិយាយថាវាជំនួយឲ្យបងបានខ្លះបងជំនួយកម្លាំងច្រើនដែរណាអូយើងនេះធ្វើអញ្ចឹងទៅយើងលឿនហើយវាជំនួយកម្លាំងចាហើយជាពិសេសវាអត់លមាស់អត់ស្គៀបទៀតព្រោះអីខ្យល់ទៅខ្លាចវាហុយមកលើយើងស្គៀបទៀតបងប្អូននេះអត់ទេធ្លាក់ទៅសប់ល្អហើយបងសប់តើចាអញ្ចឹងបើសិនជាយើងបររហូតអាចបានប្រហែលស្រ័យប្រហែលហាត់នៅបងអានេះ2ក្រុងនេះបានមួយស្រែនេះចា2ក្រុងបានមួយស្រែទៅលឿនអាចចំណាយពេលប្រហែលម៉ោងបង10ផ្លែមួយផ្លេតដែរបានដល់ម៉ោងទេអញ្ចឹងបងប្អូនយើងប្រជាកសិករខ្មែរយើងឃើញបែបនេះប្រហែលជាគាត់ចង់ធ្វើដែរបងតែគេសម័យទំនើបបងប្អូនព្រោះចេញល្អមែនតើមិនមែនថានៅក្រាស់កដិបកដប់អីទេបងឃើញចេញសាច់ល្អហើយបងធ្វើនេះគឺចំណាយលក្ខណៈថាជួយឲ្យគេបងបានខ្លះជួយកាត់បន្ថយមនុស្សបានផងចាហើយជួយកុំឲ្យយើងលមាស់លើស្គៀបផងហើយជួយយើងមិនបាច់100ដៃទៀតហើយជាពិសេសគឺតែម្នាក់ឯងក៏យើងធ្វើបានដែរហើយលឿនទៀតបងលឿនអញ្ចឹងមិនថាបងប្អូននេះគេលោកបងប្អូនចង់ធ្វើដែរអីគឺចំណាយធំប្រហែលជា8ទៅហើយប៉ុណ្ណឹងប៉ុន្មានម៉ែត្របងប្រហែល4ម៉ែត្រចា4ម៉ែត្រអញ្ចឹងយើងធ្វើយើងបងបើកម្ដងគឺបាន4ម៉ែត្រនេះបងប្អូននេះសាច់ល្អហើយយើងចំណាយអាធុងយើងញ៉ាំទឹកហ្នឹងបងចំនួន3អានេះ4ម៉ែត្រហើយកន្លែងចាស់ប្រហោងយើងដាក់ស្រូវដាក់អីបងប្អូនបានឃើញអញ្ចឹងហើយប្រឡោះប្រហោងគេគឺថាចាស់មកជួនចេះអាច6 7អីចឹងទៅហើយច្រឡប់ហើយ2ថ្នាំងដៃទេបងប្អូននេះយើងចោះឲ្យជុំវិញហ្នឹងហ្មងហើយមានកស៊ូរឹតយើងចាក់ស្រូវចូលក្នុងនេះអញ្ចឹងបងប្អូនគឺថាគាត់ធ្វើលឿនមែនតើគាត់ម្នាក់ឯងណាហើយគាត់ថាម្សិលមិញហ្នឹងណាខាងស្រែគេគេបាញហ្នឹង5នាក់គេព្រោះហ្នឹង5នាក់បងប្អូនហើយគេឃើញគាត់គេឈរមើលចាគេឆ្ងល់ដែរហ្នឹងឃើញអីគេបងបើកឡើងមកជួរវែងដែរឡើង4ម៉ែត្រធំហើយគេនោះលេងគេកាន់ធុងបាចអីអញ្ចឹងទៅចំណាយពេលរៀងយូរដែរតែដល់ពេលយើងវិញបងប្អូនគំនិតច្នៃប្រឌិតរកឃើញហើយនៅខាងបាត់ដំបងណាបងបាត់ដំបងស្រុកបណ្ណន់ស្រុកបណ្ណន់2ភូមិភ្នំគល់ចាបងឈ្មោះអីគេបងឈ្មោះសូនីចាក៏ប៉ុន្តែខ្ញុំស្គាល់គាត់ហើយគឺជាបងថ្លៃរបស់ខ្ញុំឯងហើយខ្ញុំឃើញគាត់បង្ហោះក្នុង account របស់គាត់ផ្ទុះមែនតើហ្មងអ្នកមើលចំនួនដល់ទៅ 2M បងប្អូន2លានអ្នកមើលដោយសារតែឃើញបងឆ្នៃប្លែកមែនតើអញ្ចឹងខ្ញុំមកចែករំលែកបន្ថែមទៀតដោយសារតែបងគាត់ផុសលក្ខណៈផុសចោលទេក្នុង account គាត់លេងធម្មតាអញ្ចឹងណាបងប្អូនហើយគេលើក្នុង page ខ្ញុំបងប្អូនចង់ធ្វើតាមអីគាត់ចែករំលែកបទពិសោធន៍គាត់បានសួរថាចេញរបៀបម៉េចហើយចង់ដឹងតែពេលដុសហ្នឹងដុសរបៀបម៉េចទៀតដោយសារតែគាត់ទៅតែឃើញលើកទី1មិនដឹងថាកម្រិតចេញសាច់វាបានល្អអីអត់អញ្ចឹងណាប៉ុន្តែខ្ញុំឃើញគាត់ព្រោះទៅមកចុំហ្នឹងបងប្អូនគ្រាប់ស្រូវមិនមែនកដិបកដប់ថាចេញក្រាស់ស្ដើងអីទេគឺចេញស្មើស្អាតមែនតើហើយបងថាដោយសារផ្លូវយើងមិនបងវាស្មើអីបងលើអាលាក់ទៅវាមិនហ៊ានបើកលឿនចាបើកលឿនកាន់តែសាច់ល្អទៀតសាច់ល្អទៀតចាអូតំណងខ្លាំងមែនតើបងចុះមិនថាការឆ្នៃប្រឌិតណាបងប្អូនចំណាយអីបើទៅដូចថាមិនអីច្រើនទេតិចតួចទេប៉ុន្តែគឺវាអស្ចារ្យខ្ញុំមិនហ៊ានថាអស្ចារ្យដោយសារតែនេះគឺគាត់ចំណាយធ្វើតែប៉ុណ្ណេះទៅគឺគាត់បធូរបន្ថយកម្លាំងគាត់បានច្រើនហើយគឺពេលវេលាគឺធ្វើលឿនទៀតតែម្នាក់ឯងហ្នឹងក៏ធ្វើបានដែរអត់ទាន់គាត់ជួយមួយថ្ងៃ5ហិកតាបង5ហិកតាអូនេះយើងដាក់ចេះមកកលឹះដែកហើយគាត់ចាប់ផ្ដើមចង់កស៊ូហើយដើម្បីកុំឲ្យធ្លាក់តាមអារុនធំនេះហ្នឹងបងប្អូនឲ្យវាសាច់ទៅតាមអារុនតូចហ្នឹងមកហើយចាំមើលបងប្អូនចាំតាមពីក្រោយគាត់មើលថាស្រូវហ្នឹងបាចទៅចេញល្អអត់អីអត់អញ្ចឹងបងប្អូនឲ្យលឿនអត់តោះហើយយើងមើលការចេញស្រូវទាំងអស់គ្នាបងប្អូននេះគាត់បើកចេញទៅហើយគាត់បើកលក្ខណៈធម្មតា relax លេងអញ្ចឹងណាបងប្អូនប៉ុន្តែឡើងបានច្រើនរបស់គាត់ក្នុងមួយថ្ងៃបងប្អូននេះគាត់ឆ្នៃបែបហ្នឹងមកហើយមើលគ្រាប់ស្រូវចេញតាមក្រោយគាត់នេះបលេងទៅលឿនណាស់បងប្អូនឥឡូវខ្ញុំសួរបងប្អូនថាតើការយើងបាចដៃធម្មតានឹងឆ្នៃបែបនេះមួយណាចំណេញជាងឥឡូវយើងមើលគ្រាប់ស្រូវរបស់គាត់ឲ្យមើលនេះគាត់ធ្វើបងប្អូន
តំណងអត់បាត់បអញ្ចឹងហើយឆ្ងល់ហើយនេះឃើញក្របស្រូវនៅយើងបានឆាអញ្ចឹងតើធ្វើមកទៀតអត់ពិបាកអីបងប្អូនឲ្យតែធ្វើអញ្ចឹងហើយលឿនទៅគឺយើងចាប់ផ្ដើមភ្ជួរលុបយកហ្មងដូចនៅខាងនេះអញ្ចឹងបងប្អូនអ្នកជាក់ស្ដែងស្រែខាងនេះយើងប្រើឧបករណ៍ម៉ាស៊ីននឹងដូចគ្នាយើងបានអញ្ចឹងហើយតបមកគឺយើងភ្ជួរមកលុបស្អាតតែម្ដងបងប្អូននេះខាងនេះគឺហើយរួចរាល់ហើយណា